បើសិនជាយោបល់របស់ខ្ញុំឲ្យ5ចំណុចទៅយើងដែលចង់ចាប់ផ្ដើមការងារនៅក្នុងវិស័យ marketing ឬក៏បងប្អូនដែលកំពុងតែធ្វើការនៅក្នុងវិស័យ marketing ហើយក៏លោកយើងចាប់អារម្មណ៍ថាចង់ apply ទៅក្រុមហ៊ុនណាផ្សេងឬក៏ចង់វាយតម្លៃមើលថាក្រុមហ៊ុនដែលយើងធ្វើការហ្នឹងយ៉ាងម៉េចដែរបាទយើងអាចមើលទៅលើចំណុចចំនួន5អញ្ចឹងសម្រាប់អ្នកដែលអត់ទាន់ស្គាល់ខ្ញុំឈ្មោះបណ្ឌិតខ្ញុំជាអ្នកប្រឹក្សានិងបណ្ដុះបណ្ដាលផ្នែកទីផ្សារ6ឆ្នាំកន្លងមកនេះខ្ញុំបង្រៀនសិស្សបានជាង1000នាក់ដែរហើយអញ្ចឹងចំណុចចំនួន5នេះដើម្បីដឹងថាក្រុមហ៊ុនហ្នឹងតើយើងអាចនឹងជួយបានអត់តើយើងធ្វើទៅវាអាចនឹងនាំផលល្អឲ្យក្រុមហ៊ុនហ្នឹងបានអត់បាទអញ្ចឹងវាស្រួលក្នុងការយើងសម្រេចចិត្តបាទដើម្បីថាតើយើងគួរឬក៏មិនគួរធ្វើការឬក៏ដាក់ពាក្យទៅធ្វើការជា marketing នៅក្នុងក្រុមហ៊ុនមួយនេះអញ្ចឹងបាទហ្នឹងហើយអញ្ចឹងចំណុចទាំង5នោះខ្ញុំគិតថាទី1ពេលដែលយើងមើលខ្ញុំគិតថាឲ្យយើងមើលទៅលើគូប្រកួតប្រជែងរបស់គាត់បាទអញ្ចឹងយើងមើលថាផលិតផលឬក៏សេវាកម្មរបស់គាត់ណានៅក្នុងវិស័យមួយហ្នឹងឬក៏ដូចគ្នានឹងហ្មងអត់មានអ្នកណាគេដែលកំពុងតែផ្ដល់ឲ្យដូចគ្នានឹងដែរអញ្ចឹងណាបាទហើយថាតើអ្នកដែលគាត់កំពុងតែផ្ដល់ឲ្យហ្នឹងថាតើគាត់មានគេទាំងអស់នោះមានច្រើនឬមានតិចបាទឬក៏មានអត់មានតែម្ដងក៏អាចថាបានដែរហើយបើសិនជាមានថាតើពួកគាត់ទាំងអស់នោះមានអ្នកណាគេជា dominant នៅក្នុង market ហ្នឹងហើយឬនៅមានន័យថាគេនឹងគឺល្បីខ្លាំងគេស្គាល់ខ្លាំងហើយគេប្រើរបស់គាត់អីចឹងទៅអញ្ចឹងចំណុចទាំងអស់ហ្នឹងគឺវានឹងអាចប្រាប់យើងថាតើយើងអាចនឹងងាយក្នុងការជួយក្រុមហ៊ុនដែលយើងទៅធ្វើការអត់អញ្ចឹងបើសិនជាផលិតផលឬសេវាកម្មរបស់គាត់នឹងមានគូប្រកួតប្រជែងច្រើនហើយបាទនៅក្នុងទីផ្សារហ្នឹងមានអ្នកលក់អ្នកអីផ្ដល់សេវាកម្មហ្នឹងវាច្រើនហើយអញ្ចឹងអឺយើងចូលទៅហ្នឹងក៏យើងពិបាកក្នុងការជួយគាត់ដែរបាទព្រោះអ្នកមានច្រើនហ្នឹងហើយទៀតពេលខ្លះគឺគាត់ស្ទើរល្អហើយក៏គេធ្វើ marketing ឲ្យច្រើនដែរអញ្ចឹងណាហ្នឹងហើយហើយពេលខ្លះមានអ្នក dominant នៅក្នុងទីផ្សារហ្នឹងហើយទៀតអញ្ចឹងអាហ្នឹងប្រហែលជាយើងចូលទៅពិបាកក្នុងការជួយគាត់តិចដែរចង់និយាយអញ្ចឹងណាបាទតោះតែយើងព្យាយាមគិតឲ្យបានមុនទៅហើយថាតើបើសិនជាយើងជួយតើយើងនឹងអាចជួយច្រកណាយើងនឹង pick up កន្លែងណាចំណុចណាដែលយើងអាចវាយឈ្នះគូប្រកួតប្រជែងទាំងអស់ហ្នឹងបាននៅលើទីផ្សារនេះណាហ្នឹងហើយតែបើរកមិនឃើញទេអាហ្នឹងយើងចាំសិនណាចាំសិនទៅព្រោះបើយើងចូលទៅហើយក៏យើងពិបាកដែរជោគវាសនារបស់យើងជាមួយនឹងផលិតផលឬក៏សេវាកម្មហ្នឹងក៏វាតានតឹងដែរចង់និយាយអញ្ចឹងណាបាទហើយចំណុចទី2ដែលយើងគួរមើលបាទបន្ទាប់ពីគូប្រកួតប្រជែងខ្ញុំថាឲ្យមើលទៅលើ competitiveness ទៅលើផលិតផលឬក៏សេវាកម្មហ្នឹងខ្លួនឯងនឹងផ្ទាល់តែម្ដងអញ្ចឹងយើងមើលទៅគាត់ថាតើfunction feature ដែលគាត់មាននៅក្នុងផលិតផលឬសេវាកម្មរបស់គាត់ហ្នឹងតើវាបានមានអ្វីដែលវាលេចធ្លោជាងគូប្រកួតប្រជែងនៅក្នុងទីផ្សារហ្នឹងអត់ពេលខ្លះទោះបីជាមានគូប្រកួតប្រជែងច្រើនក៏ដោយគេធ្វើទីផ្សារខ្លាំងក៏ដោយក៏ប៉ុន្តែអ្វីដែលគាត់ផ្ដល់ឲ្យហ្នឹងផលិតផលឬក៏សេវាកម្មរបស់គាត់ហ្នឹងគឺមានចំណុចណា1 2ឬក៏3អញ្ចឹងដែលវាពិសេសជាងគេហ្មងដែលវាអត់ធ្លាប់មានទេដែលមានន័យថាវាថ្មីហើយថ្មីហ្នឹងគឺគេត្រូវការទៀតអីចឹងទៅចង់និយាយចឹងណាបាទអញ្ចឹងអាហ្នឹងក៏ទោះបីជាគូប្រកួតប្រជែងច្រើនតែបើផលិតផលគាត់មានតែចំណុច1 2លេចធ្លោដែលលើសគេបន្តិចខុសប្លែកពីគេបន្តិចដែលវា innovative ថ្មីអីចឹងណាអញ្ចឹងអាហ្នឹងក៏យើងអាចនឹងងាយក្នុងការជួយដែរតែបើសិនជាមើលរបស់គាត់ទៅដូចជាអត់មានអីលើសគេទេបាទមើលទៅដូចប្រហាក់ប្រហែលតែគេទេឬក៏មើលទៅវាមានចំណុចខ្លះគាត់ខ្វះជាងគេទៀតបើយើងមើលប្រៀបធៀបទៅគូប្រកួតប្រជែងអញ្ចឹងធ្វើឲ្យយើងនឹងគាត់ជាពិបាកក្នុងការជួយកន្លែងហ្នឹងហើយវាសនាយើងបើសិនជាយើងចាយដំទៅធ្វើប៉ះក្រុមហ៊ុនឬក៏ដែលគាត់មានផលិតផលសេវាហ្នឹងទោះបីយើងបង្កើន marketing ប៉ុណ្ណាក៏យើងពិបាកដែរចង់និយាយអញ្ចឹងណាបាទតែបើយើងអត់បង្កើនទៀតទៅបណ្ដោយបាទបើអត់បង្កើនទៀតទៅបណ្ដោយបាទអញ្ចឹងចំណុចទី2ហ្នឹងគឺលើផលិតផលឬក៏សេវាកម្មផ្ទាល់របស់គាត់ហ្នឹងថាតើវាមានចំណុចលេចធ្លោយ៉ាងណាដែរដែលយើងហៅថា competitiveness របស់គាត់ណាបាទទី3ខ្ញុំចង់ឲ្យមើលទៅលើតម្លៃបាទអញ្ចឹងយើងត្រូវមើលថាតើតម្លៃផលិតផលឬក៏សេវាកម្មរបស់គាត់ហ្នឹងវាអាចឆ្លើយតបនឹងទីផ្សារអត់តើទីផ្សារគេទទួលយកអត់បើយើងមើលជាទូទៅអញ្ចឹងឬក៏យើងអាចសួរសាកល្បងតេស្តម្នាក់ពីរនាក់អញ្ចឹងទៅតើតម្លៃប៉ុណ្ណឹងតើភ្ញៀវដែលត្រូវនឹងផលិតផលហ្នឹងគាត់ពិតជាអាច willing to pay ដើម្បីទិញផលិតផលឬក៏សេវាកម្មហ្នឹងពិតមែនដែរឬអត់អញ្ចឹងយើងជួយមើលកន្លែងនេះដែរបាទមុននឹងយើងដាក់ពាក្យទៅយើងជួយមើលដែរថាតើត្រូវអត់ព្រោះពេលខ្លះតម្លៃរបស់គាត់ហ្នឹងវាអាចលើសខ្លាំងពេកចឹងទៅពេលខ្លះលើសតែបន្តិចឯង
តែអានតិចហ្នឹងគឺធ្វើឲ្យគេហ្នឹងមិន decide មិនសម្រេចចិត្តទិញគាត់តែម្ដងអាហ្នឹងក៏វាធ្ងន់ដែរណាបាទអានតិចហ្នឹងក៏វាធ្ងន់ដែរណាអញ្ចឹងបានយើងត្រូវមើលតម្លៃហ្នឹងដែរយើងអាចស្រាវជ្រាវមើលជាទូទៅយើងសួរមិត្តភ័ក្តិឬក៏បងប្អូនសាកមើលទៅលើផលិតផលឬក៏សេវាកម្មហ្នឹងដែលតម្លៃប៉ុណ្ណឹងតើគាត់ទទួលយកបានអត់អីចឹងទៅបាទអញ្ចឹងយើងអាចសួរទៅឲ្យចំ target audience ណាយើងមិនមែនទៅសួរទៅអ្នកខុស target របស់គេទេណាព្រោះពេលខ្លះតម្លៃផលិតផលខ្លះហើយfunction feature ផលិតផលខ្លះវាត្រូវជាមួយនឹងអ្នកដែលរៀង medium ដែរអ្នកខ្លះត្រូវមួយ high អ្នកខ្លះត្រូវមួយ mass audience អីចឹងទៅណា mass consumer អញ្ចឹងវាអាស្រ័យច្រើនដែរអញ្ចឹងយើងត្រូវសួរឲ្យចំទៅហើយយើងចង់ដឹងថាតម្លៃដែលគាត់មានផលិតផលរបស់ក្រុមហ៊ុនដែលយើងចង់ទៅធ្វើការនេះអាតម្លៃរបស់គាត់ហ្នឹងតើវាពិតជាឆ្លើយតបនឹងទីផ្សារអត់ទីផ្សារព្រមទទួលយកអត់ណាហ្នឹងហើយអញ្ចឹងទី1មិញគឺយើងមើលទៅលើគូប្រកួតប្រជែងទី2យើងមើលទៅលើផលិតផលឬក៏សេវាកម្មរបស់គាត់នឹងផ្ទាល់តើវាមានអីលេចធ្លោអត់យើងហៅថា competitiveness ទី3យើងមើលតម្លៃរបស់គាត់តើវាត្រូវជាមួយទីផ្សារអត់មានគេទិញមែនអត់ណាតែជនគោលដៅនេះពិតជាចង់ទិញមែនអត់ទៅលើតម្លៃប៉ុណ្ណឹងណាអញ្ចឹងទី4យើងមើលទៅលើ branding របស់គាត់ branding របស់គាត់ថាតើឥឡូវហ្នឹងគាត់បានធ្វើ branding អីខ្លះហើយតែគេស្គាល់គាត់ច្រើនប៉ុណ្ណាហើយនៅក្នុងទីផ្សារហ្នឹងអញ្ចឹងបើសិនជា branding គាត់ខ្លាំងដែរនៅក្នុងទីផ្សារហ្នឹងមិនខ្លាំងលើសគេឬក៏ខ្លាំងលើសគេតែម្ដងក៏យើងវាស្រួលដែរព្រោះគេស្គាល់ស្រាប់ហើយគេអីអញ្ចឹងណាអញ្ចឹងយើងចូលទៅវាស្រួលក្នុងការធ្វើយើងធ្វើ ranking ទួយទៅគេអាចហ្នឹង market អាចហ្នឹងងាយទទួលយកផលិតផលឬក៏សេវាកម្មហ្នឹងតែបើ branding គាត់អត់ដែរធ្វើអីសោះអត់មានអ្នកស្គាល់សោះបាទក្នុងផលិតផលគាត់ទាំងអស់គឺគេអត់ស្គាល់ហើយឈ្មោះក្រុមហ៊ុនគេអត់ស្គាល់ទៀតឧទាហរណ៍ឲ្យគាត់ចាញ់អាហ្នឹងថ្មីមួយឲ្យយើងធ្វើបាទអញ្ចឹង challenge តិចហើយពេលដែលយើងទៅធ្វើប្រកាសជាពិបាកតិចកន្លែងហ្នឹងហើយអញ្ចឹងអាហ្នឹងលើយើងខ្លួនឯងតើយើងហ៊ានទទួលយកអត់យើង willing ប៉ុណ្ណានឹងទៅជួយគាត់ណាក្នុងនាមជាបុគ្គលិកផ្នែកទីផ្សារហ្នឹងបាទអញ្ចឹងគឺយើងមើលលើ branding ហ្នឹងដែរអញ្ចឹងទី4ទី5ចុងក្រោយខ្ញុំឲ្យមើលទៅលើ marketing បាទព្រោះវារៀងខុសគ្នាបន្តិចណាបាទ branding គេស្គាល់គាត់អត់ល្បីប៉ុណ្ណាហើយតែអា marketing ហ្នឹងតើរហងៃគាត់ផ្សាយប៉ុណ្ណាគាត់ផ្សាយខ្លាំងប៉ុណ្ណាណាគាត់មាន page អត់គាត់មាន website អត់ណាគាត់មាន channel អីខ្លះតើគាត់បានធ្វើ content អីខ្លះហើយណាអ្វីដែលគាត់ធ្វើនឹងវាល្អនៅវាត្រូវនៅណាអញ្ចឹងអាហ្នឹងគឺសិតតែយើងមើលបានពេលខ្លះយើងមើលទៅគាត់ធ្វើ branding គាត់ក៏ខ្លាំងអា content អីហ្នឹង social media គាត់ក៏ធ្វើខ្លាំងអា offline marketing គាត់ចុះទៅ event គាត់ធ្វើ booth គាត់លើកប៉ាណូ billboard អីគឺហើយអស់ហើយពេលខ្លះពេលដែលឃើញអញ្ចឹងពេកក៏យើងពិបាកដែរតើយើងវាពិបាកដែរតើពេលដែលយើងចូលតើយើងមានអីបន្ថែមដើម្បីជួយគាត់អត់អញ្ចឹងហ្នឹងហើយអញ្ចឹងបើគាត់ធ្វើច្រើនអស់ហើយយើងទៅក៏ប្រហែលជាអត់សូវមានអីដើម្បីជួយ input improve បន្ថែមទៅលើអ្វីដែលគេធ្វើដែរអញ្ចឹងហ្នឹងហើយតែបើសិនជាអូខេគាត់ល្អអត់សូវមានគូប្រកួតប្រជែងហើយក៏អត់សូវធ្វើ branding ខ្សោយអាហ្នឹងក៏ជាឱកាសរបស់យើងដែលចូលទៅក្នុងការបំពេញស្នាដៃដើម្បីជួយក្រុមហ៊ុនហ្នឹងដែរអញ្ចឹងហ្នឹងហើយអញ្ចឹងកត្តាទាំងអស់ហ្នឹងបាទទាំង5ហ្នឹងគឺលើយើងខ្លួនឯងជាអ្នកមើលហើយជាអ្នកសម្រេចចិត្តថាតើយើងចង់ take the challenge ឬក៏មើលទៅយើងអត់គិតថាខ្លួនឯងពិតជាមិនអាចជួយបានឬក៏យើងអឺចង់សួរបន្ថែម step ស្ទង់បន្ថែមអីទៀតអាហ្នឹងលើយើងខ្លួនឯងអញ្ចឹងហ្នឹងហើយអញ្ចឹងចំណុចទី1ដែលយើងគួរមើលមុននឹងយើងដាក់ពាក្យ apply ការងារទៅក្រុមហ៊ុនណាមួយណាហ្នឹងហើយក្នុងនាមជាអ្នកទីផ្សារហ្នឹង marketing អីហ្នឹងបាទអញ្ចឹងយើងត្រូវមើលទៅលើទី1គូប្រកួតប្រជែងនៅក្នុងទីផ្សារនិងនៅក្នុងវិស័យវាហ្នឹងតើវាយ៉ាងម៉េចដែរយើងមើលទៅលើផលិតផលរបស់គាត់ឬក៏សេវាកម្មរបស់គាត់ផ្ទាល់ហ្នឹងតើវាលេចធ្លោយ៉ាងណាដែរមានចំណុចអីពិសេសដែរយើងមើលទៅលើតម្លៃរបស់គាត់តើទីផ្សារហ្នឹងពិតជាទទួលយកអត់តម្លៃប៉ុណ្ណឹងណាយើងមើលទៅលើ branding របស់គាត់គេស្គាល់គាត់ច្រើននៅណាគាត់ល្បីប៉ុណ្ណាហើយហើយយើងមើលទៅលើ marketing ដែលគាត់ធ្វើការផ្សព្វផ្សាយជាទូទៅរាល់ថ្ងៃនេះតើគាត់ធ្វើប៉ុណ្ណាហើយណាអញ្ចឹងចំណុចទី5ហ្នឹងគឺនឹងប្រាប់យើងថាពេលដែលយើងចូលទៅធ្វើការជាអ្នក marketing នៅក្រុមហ៊ុនមួយហ្នឹងវាសនារបស់យើងនឹងពិបាកឬក៏ស្រួលណាបាទអូខេអញ្ចឹងសរុបមកគឺមានប៉ុណ្ណឹងណាសម្រាប់ចម្លើយទៅកាន់ថាតើវាសនារបស់អ្នកទីផ្សារកំណត់ទៅលើអីណាអញ្ចឹងយើងដឹងហើយណាគឺអាស្រ័យទៅលើផលិតផលឬក៏សេវាកម្មរបស់ក្រុមហ៊ុនដែលយើងដាក់ពាក្យទៅធ្វើការនឹងឯងណាហ្នឹងហើយអញ្ចឹងយើងអាច consider មើលហើយមិននេះខ្ញុំបានឲ្យចំណុចទាំង5ហ្នឹងហើយណាដើម្បីមើលបាទអញ្ចឹងជាចុងក្រោយនេះបើសិនជាបងប្អូនមានមតិយោបល់ឬក៏សំណួរផ្សេងៗបងប្អូនអាច comment នៅក្នុងវីដេអូមួយនេះខ្ញុំនឹងព្យាយាមឆ្លើយអស់ពីលទ្ធទៀតហើយបើសិនជាចង់មើលវីដេអូផ្សេងៗទៀតក៏បងប្អូនអាចចូលទៅមើលនៅក្នុង page ឬក៏ channel របស់យើងដែរដែលយើងមានចែករំលែកចំណេះដឹងទៅលើប្រធានបទផ្សេងៗនៅក្នុង marketing ណាសម្រាប់អ្នកដែលចង់ចាប់ផ្ដើមឬក៏កំពុងធ្វើការក្នុង marketing តែម្ដងណាវិស័យទីផ្សារនេះហើយបើសិនជាគិតថាវីដេអូនេះល្អអញ្ចឹងបងប្អូនអាចចែករំលែកវីដេអូនេះទៅដើម្បីឲ្យអ្នកផ្សេងទៀតគាត់បានមើលដែរហើយយើងក៏ស្រួលចូលមករកមើលវីដេអូនេះខ្លួនឯងដែរណាបាទហើយបើសិនជាបងប្អូនចង់រៀនបណ្ដោយបាទចង់ចេះលម្អិតទៅលើ marketing ហ្នឹងហ្មងបាទអញ្ចឹងបងប្អូនក៏អាចចូលវគ្គសិក្សា marketing នេះនៅខាងយើងផងដែរដើម្បីយើងត្រៀមខ្លួន
ចាប់ផ្ដើមការងារនៅក្នុងវិស័យ marketing ឬក៏យើងកំពុងតែធ្វើការតែយើងចង់បង្រឹងគ្រឹះបន្ថែមបាទក្នុងនាមជាអ្នក marketing ម្នាក់ណាបាទអញ្ចឹងក៏អាចចូលរួមវគ្គសិក្សាជាមួយយើងបានផងដែរបាទអញ្ចឹងបើចាប់អារម្មណ៍អាចឆាតទៅ page ដាក់ថា MKT 002បាទ MKT 002បន្ទាប់មកក្រុមការងារនឹងផ្ដល់ព័ត៌មានលម្អិតជូនអ្នកទាក់ទងជាមួយនឹងវគ្គសិក្សារបស់យើងបាទអញ្ចឹងខ្ញុំសូមអរគុណសង្ឃឹមជួបគ្នានៅវីដេអូក្រោយ